របៀបនៃការទាញយកនៅវិញ្ញាបនបត្រសម្រាប់ការតេស្តនៅក្នុងថ្នាលបឋមរបស់យើងអញ្ចឹងជាដំបូងយើងចូលទៅកាន់កម្មវិធីថ្នាលបឋមភាគ2បន្តមកទៀតយើងចាប់ផ្ដើមជ្រើសរើសនៅវិស័យយើងយកបឋមភាសាហើយដូចជាខ្ញុំបានបង្ហាញអញ្ចឹងយើងចូលទៅកាន់គណនីបើថាជាគ្រូឬក៏សិស្សផ្សេងៗណាអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ថ្នាលបឋមរបស់យើងហើយយើងចាប់ផ្ដើមចូលទៅកាន់កន្លែងថ្មីមួយទៀតដើម្បីធ្វើការបង្ហាញថាតើសិស្សរបស់យើងទទួលបាននៅគេហៅថាវិញ្ញាបនបត្រផ្សេងៗនិយាយចំគឺយើងទាញយកវិញ្ញាបនបត្រអញ្ចឹងយើងចូលទៅកាន់គណនីរបស់យើងហើយយើងចូលទៅកន្លែងតេស្តបន្ទាប់ពីគុំចូលកន្លែងតេស្តហើយយើងចូលទៅកន្លែងប្រឡងប្រចាំខែនិងស្នាដៃហើយយើងនឹងចាប់ដើមចូលនៅខាងស្ដាំខាងលើរូបដូចជារូបនីលកាអញ្ចឹងណាបាទលើបន្តមកទៀតយើងចាប់ដើមយើងនឹងឃើញនៅរូបដូចជាស៊ុំមួយដែលបង្ហាញអំពីគេហៅថាវិញ្ញាបនបត្ររបស់សិស្សណាម្នាក់ដែលគាត់ទទួលបានពិន្ទុបាទនីតិ A នីតិ B នីតិ C នីតិ D និយាយទៅគឺជាពិន្ទុដែលជាប់អញ្ចឹងយើងអាចធ្វើការទាញយកបានដើម្បីផ្ញើទៅឲ្យគាត់អញ្ចឹងយើងចាប់ដើមចុចលើរូបតែម្ដងទៅហើយយើងចុចថាទាញយកវិញ្ញាបនបត្រអញ្ចឹងយើងអាចទាញហើយយើងអាចទាញជារូបភាពក៏បានយើងចង់ផ្ញើជារូបភាពនេះទៅក្នុងក្រុមរបស់យើងក៏បានឬក៏យើងsave Telegram ក៏បានហើយខ្ញុំ save នៅក្នុងបាទ message Telegram បាទហើយឬក៏លោកគ្រូអាចបានរក្សាទុកនៅក្នុងរូបភាពរបស់យើងក៏បានឬក៏យើងអាចផ្ញើទៅកាន់ account Facebook របស់បិតាផ្ទាល់ឬក៏នៅក្នុងក្រុមថ្នាក់ទីរបស់យើងផ្ទាល់តែម្ដងដើម្បីឲ្យគាត់បានឃើញទាំងគ្នាហើយយើងផ្ញើនៅក្នុងក្រុមរបស់ទៅថ្នាក់ទី2អញ្ចឹងយើងគ្រាន់តែចុចចល័ញគ្រប់ហើយយើងផ្ញើទៅដើម្បីបើយើងទាញយកយើងផ្ញើទៅក្នុងក្រុមតែម្ដងដើម្បីឲ្យបិតាផ្សេងគាត់បានឃើញហើយបងប្អូនដែលគាត់បានធ្វើទេគាត់បានឃើញទាំងអស់គ្នាតែម្ដងអញ្ចឹងយើងគ្រាន់តែចុចទៅកន្លែងបាទក្រុមថ្នាក់ទី2អញ្ចឹងយើងចាប់ដើមបញ្ជូនទៅអញ្ចឹងយើងចូលទៅបាទក្រុមរបស់យើងផ្ទាល់តែម្ដងបាទអញ្ចឹងងាយស្រួលមែនទែនអញ្ចឹងវីដេអូនេះគ្រាន់តែជាការបង្ហាញខ្លីៗជូនលោកគ្រូទាំងអស់គ្នាអរគុណច្រើនលោកគ្រូទាំងអស់គ្នាសូមជម្រាបលា